សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមានម៉ូតូ CRF Rally មួយគ្រឿងទៀតដោយម៉ូតូនេះមិនមែនគ្រាន់តែជាម៉ូតូដែលយើងជិះចុះខេត្តបានតែមួយមុខនោះទេគឺយើងថែមទាំងអាចលេងហ្គេមនៅក្នុងម៉ូតូនេះក៏បានហើយនឹងច្រៀងការ៉ាអូខេជាដើមឡាដូច្នេះបើសិនជាចង់ឃើញម៉ូតូមហាអស្ចារ្យមួយគ្រឿងនេះសូមចូលទៅក្នុងវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាបាទបាទអរគុណបងប្អូនទាំងអស់គ្នាម៉ូតូថ្ងៃនេះគឺ CRF 250 Rally ហើយម៉ូតូនេះផលិតនៅក្នុងឆ្នាំ2017ដោយបងប្អូនដឹងខ្លួនឯងហើយថាឲ្យតែនិយាយអំពីម៉ូតូជប៉ុនគឺយើងតែងតែគិតអំពីគុណភាពរបស់ម៉ូតូដែលអាចជិះបានរាប់សិបឆ្នាំបើសិនជាយើងចេះមើលថែនិងបដូរប្រេងដោយសារតែភាពធន់មាំអញ្ចឹងហើយទើបចំនួនម៉ូតូនេះតាក់ចិត្តឬក៏តាក់ក្តិតបងប្អូននៅស្រុកខ្មែរយើងឲ្យចង់ធ្វើចំនួនប្រភេទម៉ូតូជប៉ុនអញ្ចឹងថ្ងៃនេះខ្ញុំសូមចែករំលែកបទពិសោធន៍ខ្លះៗនៅក្នុងមុខចំនួនម៉ូតូជប៉ុននេះជូនបងប្អូនជំហានទី1គឺការឈានជើងចូលទៅក្នុងវិស័យម៉ូតូជំហានទី1នេះគឺយើងត្រូវតែទៅស៊ីឈ្នួលឈើលក់ម៉ូតូនៅហាងគេដើម្បីទទួលបានបទពិសោធន៍នៅពេលដែលយើងឈើលក់រាប់ឆ្នាំមកយើងដឹងច្បាស់ថាម៉ូតូណាឆាប់លក់ចេញម៉ូតូណាពិបាកលក់ចេញហើយមិនមែនត្រឹមតែរឿងម៉ូតូនោះទេយើងក៏អាចយល់ដឹងអំពីអតិថិជនបានផងដែរអតិថិជនខ្លះជិះឡានមកឃើញលយតែតថ្លៃម៉ូតូបែកខ្ទិះកពុលមុខពេញហាងអតិថិជនខ្លះទៀតជិះតកង់3មកទេតែឆាប់លក់ចេញហើយឲ្យធីបថែមទៀតដូច្នេះត្រង់ចំណុចនេះបានន័យថាมันអាចមើលមនុស្សតែសម្បកក្រៅបានទេបើទោះបីជាឲ្យភ្ញៀវទាំងអស់ស្រាតខោស្រាតអាវមកទិញម៉ូតូក៏យើងមិនអាចមើលឃើញសម្បកក្នុងរបស់ពួកគាត់បានទាំងអស់ផងដែរហើយបន្ទាប់ទៀតពេលដែលបងប្អូនមានបទពិសោធន៍រួចហើយមានលុយខ្លះទើបយើងហ៊ានទៅបើកកូនហាងលក់ម៉ូតូនិងទៅកាត់ម៉ូតូមួយពីហាងដែលគេនាំចូលផ្ទាល់យកមកខាត់ប៉ូលាហើយដាក់លក់ក្នុងហាងរបស់យើងហើយដំណាក់កាលទី2នេះគឺស៊ីពេលរាប់ឆ្នាំបងប្អូនហើយគឺជាដំណាក់កាលដ៏ពិបាកបំផុតព្រោះថាពេលដែលយើងទៅស៊ីឈ្នួលគេទោះបីហាងគេលក់មិនដាច់ឬក៏លក់ដាច់យើងដឹងតែមានប្រាក់ខែហើយមិនសូវខ្វល់អ្វីច្រើននោះទេតែដំណាក់កាលទី2នេះវិញយើងភ័យរាល់ខែខ្លាចគ្មានលុយចាយខ្លាចគ្មានប្រាក់គ្រប់គ្រាន់បង់ថ្លៃជួលហាងរបស់យើងខ្លាចចំណាយច្រើនពេកហើយរលាយបាត់លុយដែលខំសន្សំរាប់ឆ្នាំមកហើយជាទូទៅអ្នកដែលចេញរកស៊ីចំនួន10នាក់ភាគច្រើនបរាជ័យ6នាក់ទៅហើយនៅក្នុងកំឡុងពេល3ទៅ5ឆ្នាំហើយចាប់ពី5ឆ្នាំឡើងលើក៏ជ្រុះអស់2ទៅ3នាក់ថែមទៀតដូច្នេះក្នុងចំណោមអ្នកជោគជ័យ10នាក់មានតែ1នាក់ឬក៏2នាក់តែប៉ុណ្ណោះហើយចូលដល់ដំណាក់កាលទី3គឺជាដំណាក់កាលដែលធូរធារហើយយើងអាចទប់ថ្លៃចំណាយបានហើយម៉ូតូក៏មានច្រើនក្នុងហាងថែមទៀតអតិថិជនក៏ស្គាល់យើងបានច្រើនផងដែរទោះបីជាយើងមិនបាច់ផ្សាយក៏មានដៃជើងរបស់យើងជួយផ្សាយឲ្យអ្នកស្គាល់គ្នាគេជួយណែនាំភ្ញៀវមកឲ្យហើយកាលពីមុនធ្លាប់តែដើរត្រុកទៅកាត់ម៉ូតូនៅហាងគេតែឥឡូវនេះយើងអាចចូលដេញថ្លៃបានគឺយើងមិនបាច់ទៅហាងគេសុំកាត់ម៉ូតូទៀតទេគឺយើងដឹងតែចាំទូតលាក់មកដល់មុខផ្ទះយើងតែម្ដងដោយសារតែយើងស្គាល់បណ្ដាញច្រើនស្គាល់អ្នករស់នៅជប៉ុនហើយអាចចូលដេញថ្លៃតាមរយៈពួកគាត់ទាំងអស់នោះបានចំណុចទី3នេះហើយគឺជាចំណុចចុងក្រោយគេបង្អស់សម្រាប់អ្នកដែលចង់រកស៊ីម៉ូតូបងប្អូនខ្លះគាត់ចង់រកស៊ីម៉ូតូដូចគេដូចឯងដែរក៏ប៉ុន្តែគាត់មិនទាន់ឆ្លងកាត់ដំណាក់កាលទី1ហើយនិងទី2នោះទេគឺចង់រកអ្នកអាចឲ្យគាត់ដេញថ្លៃបាននៅប្រទេសជប៉ុននេះគឺมันអាចបានទេបងប្អូនទី1បងប្អូនគ្មានបទពិសោធន៍ទី2ទឹកប្រាក់របស់បងប្អូនគឺមានតិចពេកបងប្អូនទិញតែ3-4គ្រឿងគឺអស់លុយបាត់ទៅហើយអញ្ចឹងធ្វើម៉េចឲ្យបងប្អូនទិញឲ្យបានគ្រប់ម៉ូតូទៅដូច្នេះហើយបើសិនជាចង់រកស៊ីម៉ូតូពិតប្រាកដគឺយើងមិនអាចឡើងចណ្ដាលផ្លោះកម្មបានទេហើយរឿងដែលអាណោចអាធំនោះគឺអ្នកលក់ម៉ូតូយើងខ្លះអាចឈានជើងដល់លំដាប់ទី3ទៅហើយលំដាប់ខ្ពស់ជាងគេទៅហើយតែបែរជាវិលត្រឡប់ទៅលំដាប់ទី2វិញគឺទៅកាត់ម៉ូតូមួយ
មួយពីហាងផ្សេងទៅវិញគឺយើងធ្លាប់តែអង្គុយចុចនៅតែផ្ទះហើយបានម៉ូតូមកលក់ហូហែតែឥឡូវបែរជាជិះម៉ូតូត្រុកទៅកាត់ម៉ូតូពីគេទៅវិញបានអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាហើយបើសិនជាបងប្អូនណាដែលចង់រកស៊ីម៉ូតូបងប្អូនគួរតែសិក្សាអំពីម៉ូតូដោយទៅធ្វើការសិនទើបជាការល្អកុំឲ្យវឹកឡើងមកតាក់ទងខាងយើងខ្ញុំហើយសុំដេញថ្លៃតែរហូតព្រោះថាលបម៉ូតូនេះគឺចំណាយដើមធំណាស់ហើយនឹងទាមទារបទពិសោធន៍ច្រើនថែមទៀតមិនមែនយើងមានលុយតែ 2-3 ម៉ឺនយើងអាចរកស៊ីបានទេបើមាន 2-3 ម៉ឺនគឺបងប្អូននៅក្នុងលំដាប់ទី2នៅឡើយទេគឺទៅកាត់ម៉ូតូមួយគ្រឿងបានតែប៉ុណ្ណោះបាទអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាហើយម៉ូតូ Rally នេះគឺភ្ជាប់មកជាមួយនឹងអេក្រង់ដែលអាចលេងហ្គេមមើលខារ៉ាអូខេមើល weather ឬក៏អូតូនិយមភ្ជាប់ Bluetooth ជាដើមឡាហើយកុងទ័រគីឡូពិតប្រាកដក៏នៅតិចថែមទៀតបាទអញ្ចឹងសូមអរគុណហើយបើសិនជាពេញចិត្តចាប់អារម្មណ៍ប្រភេទម៉ូតូ Rally នេះអាចតាក់ទងយើងខ្ញុំតាមប្រអប់ផ្សារឬក៏ទៅមើលម៉ូតូនេះដល់ក្នុងឃ្លាំងយើងខ្ញុំអរគុណនិងជួបគ្នាក្នុងវីដេអូក្រោយទៀត